ក្រតជន8នាក់ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថចាប់បង្ខាំងជនបរទេសចម្រិតទាបប្រាក់ជាច្រើនម៉ឺនដុល្លារត្រូវបានបង្ហាញមុខការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025បានធ្វើការបង្ហាញមុខក្រុមអ ுக ្រិតជន8នាក់ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងកងរាជអាវុធហត្ថចេញធ្វើសកម្មភាពយ៉ាងសកម្មចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុកចម្រិតទាបប្រាក់ជាច្រើនម៉ឺនដុល្លារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវសមត្ថកិច្ចបង្ក្រាបបានហើយការបង្ក្រាបនេះបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងក្រុមការដឹកនាំចូលបង្ក្រាបដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីប៊ុនសច្ចាស្នងការរងទទួលផែននគរបាលយុត្តិធម៌លោកឧត្តមសេនីយ៍តូញងរស់មេតាស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងលោកវរៈស្នេហ៍ឯកអេងសោភានៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ឯកឧត្តមឧត្តមសេនីយ៍ឯកជុននរិនបានបញ្ជាក់ប្រាប់ឲ្យដឹងថាជនសង្ស័យទាំង8នាក់មាន7នាក់ជាមុខសញ្ញាដៃដល់ដែលធ្វើសកម្មភាពនិងម្នាក់ទៀតគ្រាន់តែជាអ្នកយករថយន្តធ្វើសកម្មភាពទៅរក្សាទុកប៉ុណ្ណោះឯកឧត្តមស្នងការបន្ថែមថាក្រុមទាំងនេះជាមុខសញ្ញាយ៉ាងសកម្មចេញធ្វើសកម្មភាពនាពេលរាត្រីជាច្រើនករណីដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុកដើម្បីចម្រិតទាបប្រាក់តាមការចង់បានរបស់ពួកគេដោយក្រុមជនសង្ស័យបានស៊ីពាក់ឯកសណ្ឋានក្លែងបន្លំខ្លួនជាសមត្ថកិច្ចអាវុធហត្ថតែជាក់ស្ដែងពុំមានមុខរបរពិតប្រាកដនោះឡើយឯកឧត្តមស្នងការបញ្ជាក់គោលជំហរខ្ពស់គឺត្រូវតែបង្ក្រាបដាច់ខាតរាល់អំពើឬបទល្មើសអសន្តិសុខទាំងឡាយណាដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋពិសេសភ្ញៀវជាតិអន្តរជាតិនិងបណ្ដាអ្នកមករកស៊ីវិនិយោគនៅកម្ពុជាគឺត្រូវតែស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសឲ្យដល់ឫសគល់ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសជាតិគួរបញ្ជាក់ថាកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលទាំង14ខណ្ឌបានធ្វើការពន្លាតដានសមត្ថកិច្ចបន្ថែមទៅសហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាលខេត្តតាកែវខេត្តកំពតសៀមរាបនិងខេត្តព្រះសីហនុបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់នៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ក្នុងការបង្ក្រាបសមត្ថកិច្ចធ្វើការដកហូតវត្ថុតាំងរួមមានរថយន្ត Toyota Brus 2គ្រឿងអាវុធខ្លីចំនួន4ដើមគ្រាប់កាំភ្លើងចំនួន38គ្រាប់ទូរស័ព្ទដៃ6គ្រឿងខ្នោសដៃចំនួន7និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតបច្ចុប្បន្នជនសង្ស័យទាំង8នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់គួររំលឹកថាអំពើចាប់បង្ខាំងជនជាតិចិនចម្រិតទាបប្រាក់ចុងក្រោយក្នុងចំណោមអំពើចម្រិត6លើកបានកាត់ឡើងកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង3:20នាទីទៀបភ្លឺស្ថិតនៅចំណុចផ្លូវ352ភូមិ8សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដោយក្រុមជនសង្ស័យទាមទារប្រាក់ចំនួន$52,000ពីជនរងគ្រោះជាជនជាតិចិន